Hello ស្អីបងប្អូនគ្នាឥឡូវហ្នឹងយើងវិលមកជួបគ្នាទៀតហើយនេះគឺជាវីដេអូ vlog យើងទៅលេងកប៉ោតបែបលក្ខណៈគ្រួសារហើយចាំមើលចង់ដឹងតែយើងទៅលេងកន្លែងណាខ្លះតោះតាមដានទស្សនាទាំងអស់គ្នាហើយនេះគឺជាទេសភាពដែលយើងជិះតាមផ្លូវទៅខេត្តកែបនិយាយទៅថ្ងៃហ្នឹងមិនសតុំហ្មងហើយរឿងអារម្មណ៍តិចៗចឹងណាមានអារម្មណ៍ថាឡើងស្រស់ស្រាយនេះណែឥឡូវហ្នឹងគឺយើងបានមកដល់ខេត្តកែបហើយឥឡូវហ្នឹងគឺដល់ឆ្នេរសមុទ្រដែលយើងតែងតែមកហើយតោះចាំមើលតិចទៀតខ្ញុំនឹងដើរទៅមាត់សមុទ្រចឹងដឹងថាទេសភាពស្អាតប៉ុណ្ណាចឹងណាតែថ្ងៃហ្នឹងសំខាន់មេឃរៀងស្ទុំចឹងហើយវាដូចរៀងចុះអាប់តិចវាអត់សូវនេះទេអត់សូវស្អាតអីហ្មងទេប៉ុន្តែឲ្យតែមកដល់សមុទ្រគឺនឹងស្រស់ស្រាយឯងទោះវាអត់សូវស្អាតមិនក៏មានអារម្មណ៍ថាស្រស់ស្រាយអារម្មណ៍អីចឹងណាបាត់ stress បាត់អីចឹងទៅគាត់ថាមកលើកនេះទឹករឿងល្អក់ខ្លាំងដោយសារវាជាខែវស្សាហើយនេះបងប្អូនសាច់ញាតិពុទ្ធបរិស័ទយើងក៏បានមកមើលទឹកសមុទ្រទាំងអស់គ្នានេះហើយកុំថាទឹកល្អអញ្ចឹងអត់មានអ្នកលេងណាមនុស្សលេងច្រើនណាតែខ្ញុំអត់លេងទេខ្ញុំក៏ដើរសំដៅមករកកន្លែងថតរូបនេះភាគច្រើនអ្នកដែលគេមកខេត្តកែបគឺគេមកថតនៅកន្លែងហ្នឹងឯងហើយឥឡូវហ្នឹងយើងមើលត្រួតទៅណាហើយទីទីហ្នឹងខ្ញុំទៅថតនៅចំហៀងខាងនោះទេសភាពស្អាតខ្លាំងហើយសម្បូរតែអ្នកថតរូបតែហ្នឹងរឿងមនុស្សច្រើនដែរតាហើយនេះខាងហ្នឹងគឺគេមានឆាត់ដាក់ឲ្យយើងអង្គុយអញ្ចឹងហើយខាងហ្នឹងក៏មានអ្នកលេងទឹកដែរតែខ្ញុំប្រសើរខ្លាំងមែនតើអ្នកដែលមកលេងខាងភាសាគាត់ហ៊ានលេងទឹកខាងហ្នឹងគឺលោកធំៗខ្ញុំខ្លាចចានិយាយទៅមកសាហ្នឹងដូចអត់សូវសុបាយអីហ្មងទេដោយសារតែយើងមកច្រើនដងហើយប៉ុន្តែគ្រាន់តែថាឲ្យតែយើងបានមកសមុទ្រគឺតែងតែទៅដើរមើលទេសភាពអីចឹងណាហើយមើលមិនតាន់បានមកផងគឺយើងក៏ចាប់ផ្ដើមចេញដំណើរទៅវិញហើយគឺទៅរកកន្លែង resort ដែលយើងបានកក់គេហើយជិះតាមប្រហែលផងយើងក៏បានមកដល់ resort ហើយដល់មកបាយល្មមគឺម្នាក់ៗគឺហេវខ្លាំងមែនតើប៉ុន្តែគួរឲ្យសោកស្ដាយផងពេលដែលមកដល់ resort ហ្នឹងគឺ resort ដែលបានកក់ហ្នឹងគឺបងអូនគាត់ជាអ្នកកក់អញ្ចឹងហើយអត់ត្រូវចិត្តទេវារឿងតូចដោយសារគ្នាយើងច្រើនតែបើថាគ្នាតិចគឺល្មមទីប៉ុណ្ណឹងហើយនេះគឺជាទេសភាព resort របស់គេមានអី resort របស់គេស្អាតម្យ៉ាងដែរតាគ្រាន់តែថាទីធ្លារឿងតូចបន្តិចមានអាងហាទឹកមានអីសម្រាប់ឲ្យក្មេងៗលេងអីចឹងហើយដោយសារតែយើងគេងអត់អស់គ្នាអញ្ចឹងហើយខ្ជិលគេងបែកគ្នាក៏សម្រាប់ចិត្តថាទៅជួលស្ថាគារគេងនៅខេត្តវិញហើយបន្ទាប់ពីក្មេងៗលេងទឹករួចរាល់ហើយយើងក៏ចេញដំណើរឆ្ពោះទៅខេត្តតាមផ្លូវឆ្លងស្ពានហ្នឹងឃើញឆ្នេរខ្សាច់ស្អាតពេកម្នាក់ៗក៏បែកគំនិតចុះមកលេងឆ្នេរខ្សាច់មកល្ងាចទៅហើយនេះបើអេដមីនវិញដឹងស្អីទៅណាហើយទៅបានដល់កន្លែងណាប្លែកអីគឺថាថតរូបលោកស្រីគេទៅគេរៀបរកកវល់ខ្លួនកវល់អីយកទៅ TikTok ហើយមកស្ទូទៅរឿងល្ងាចទៅយើងក៏សម្រេចចិត្តថាទៅស្ថាគារហើយឥឡូវហ្នឹងគឺយើងបានមកដល់ស្ថាគារហើយឥឡូវហ្នឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយ